Thưaនេះប្រពន្ធគាត់ចាប់ផ្ដើមបញ្ចេញស្នាដៃធ្វើបុកល្ហុងថាយើងថ្ងៃនេះគឺសារតន័យអញ្ចឹងអត់បានតាណាតន័យទេមិនដែលបុកល្ហុងក្នុងផ្ទះតែអ្វីដែលសំខាន់ចាប់ផ្ដើមនោះថាមុននឹងបានបុកល្ហុងមួយចានហ្នឹងគឺទៅទិញគ្រឿងយកមកធ្វើហ្នឹងគឺថាមេឃភ្លៀងមកមេហ្នឹងរកកន្លែងចង់បានទេលិចអស់ហើយអ្នកនរគ្នាមកមេនេះមិនមែនធម្មតាទេគឺលិចនឹងចង់ដល់កង់ម៉ូតូហ្មងសែតហ្មងហើយនឹងប្រហែលជាធ្វើបនត្រូវហើយបានមកដល់ខេត្តភ្លាមមេឃភ្លៀងហើយភ្លៀងហ្នឹងភ្លៀងមិនមែនធម្មតាទេភ្លៀងដាក់នៅចង់លិចកង់ម៉ូតូហ្នឹងមិនសិនតែ1 ម៉ោងទៀតលិចតែម្ដងហើយបន្ទាប់មកក៏យើងចាប់ផ្ដើមមកផ្ទះវិញហើយនឹងមកទាំងភ្លៀងតែម្ដងឆ្លៀតទៅទិញគ្រឿងហើយមកផ្ទះហ្មងដោយសារតែមើលទៅមេឃនឹងអត់រៀងភ្លៀងនេះជីម្ដងផ្ទះនៅតែអលឹមតែមកសើមខ្លួនរំដល់ផ្ទះឥឡូវក៏យើងចាប់ផ្ដើមរៀបគ្រឿងក្រៅសពគ្រប់អស់ហើយព្រោះកន្លែងខ្លះខ្ញុំអត់បានថតទេនៅគ្នាដោយសារតែរវល់ដល់ទៅនេះទៅនោះភ្លេចថតណាកន្លែងដែលសំខាន់អញ្ចឹងណាឥឡូវនេះខ្ញុំបង្ហាញមកទេសដាក់ទេសរៀងច្រើនតិចហើយនេះគឺជាមុខទេសរបស់ខ្ញុំគឺតបពីភ្លៀងរួចគឺថាទេសភាពថាមើលទៅ fresh ហ្មងឥឡូវយើងចាប់ផ្ដើមបុកដាក់គ្រឿងដាក់ហើយចិត្តបន្លែចិត្តអីហើយគាត់ថាមើលទៅគាត់ក៏ដឹងថាជំនាញដែរអូម្ដងនេះគឺថាខ្ញុំបញ្ចូលសំឡេងគឺរឿងវល់ទេគឺស្ដាប់ខ្លួនឯងក៏មិនសូវបានហើយនេះគឺជាផ្លូវដែលថាមើលទៅផ្លូវនេះគឺដោយសារគេទៅធ្វើអញ្ចឹងធ្វើអត់ទាន់ហើយមែនទេមើលទៅមេឃភ្លៀងហើយជីល្មមមកល្អិលហើយបុកល្ហុងរបស់យើងអស់ហើយមានតែប៉ុណ្្នឹងអរ